បាទសូមជម្រាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ថ្ងៃនេះបងប្អូនមានអត្ថបទគំនិតជោគជ័យយកមកអានជូនដល់ពុកម៉ែបងប្អូនសម្រាប់ដូចតទៅមាន5ចំណុចបាទ1ត្រូវមានផែនការច្បាស់លាស់ត្រូវមានភាពឆ្លៀសវៃត្រូវថែរក្សាទំនាក់ទំនងល្អគុណសម្បត្តិរបស់អ្នកដឹកនាំ2មានទំនួលខុសត្រូវហ៊ាននិយាយហ៊ានធ្វើគំនិតម៉ត់ចត់3យកអ្នកក្រមបង្គាប់ជាសេនាធិការជួយរំលឹកការងារឲ្យមានទំនួលខុសត្រូវ4ត្រូវមានសិលវិធីក្នុងការលើកទឹកចិត្តមនុស្ស5ត្រូវប្រកាន់ខ្ជាប់ថាខ្លួនជាគំរូដឹកនាំឲ្យគេគោរពមិនមែនឲ្យគេខ្លាចទេបើពុកម៉ែបងប្អូនស្រឡាញ់វីដេអូនេះសូមជួយ like subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា